បាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទទាំងក្នុងនិងក្រៅប្រទេសបាទគណៈស្មារតីបាទខ្ញុំបាទសានប៊ុនធឿនបាទនឹងធ្វើបទសភាបាទជាមួយនឹងប្អូនប្រុសបង្កើតលោកបណ្ឌិតបាទកែមលីបាទគឺជាប្អូនទី2របស់លោកបណ្ឌិតកែមលីគឺលោកពូកែមបាទកែមរិទ្ធិស័ក្តិកែមរិទ្ធិសិទ្ធបាទឥឡូវខ្ញុំបាទសូមសភាជាមួយនឹងលោកពូដែលជាប្អូនបង្កើតលោកបណ្ឌិតកែមលីផ្ទាល់តែម្ដងតើចង់ដឹងអំពីប្រវត្តិរបស់លោកបណ្ឌិតកែមលីពីក្មេងគាត់ធ្វើអ្វីខ្លះហើយការរស់នៅជាមួយនឹងបងប្អូនប្រស័យតងបែបណាខ្លះខ្ញុំបាទនឹងយកជីវប្រវត្តិខ្លះផ្សាយផ្ទាល់ពេលនេះតែម្ដងជម្រាបជូនបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook ទាំងក្នុងនិងក្រៅប្រទេសដែលមានខ្លឹមសារទាំងស្រុងដូចតទៅបាទសូមជម្រាបសួរលោកពូកែមរិទ្ធិសិទ្ធបាទលោកពូសូមលោកពូបង្ហាញមានអ្វីនិយាយទៅកាន់បងប្អូនកំពុងតាមដានស្ដាប់កិច្ចសម្ភារនេះផ្ទាល់បាទសូមគ្រប់ជើងលោកពូក្នុងនាមខ្ញុំបាទសូមកាមេរ៉ាដាក់ឲ្យលើកក្នុងនាមខ្ញុំជាប្អូនប្រុសរបស់គាត់លោកពូខ្ញុំសុំទោសសូមអបសុំលោកពូមានឲ្យលើកតិចបាទសូមតាជាស្អីតាំងនាមខ្ញុំជាប្អូនប្រុសរបស់គាត់ថ្ងៃនេះគឺខ្ញុំធ្វើបទសម្ភាសន៍ជាមួយលោកសានគឺខ្ញុំនឹងឆ្លើយនៅអ្វីដែលគាត់បានសួរបាទខ្ញុំបាទចង់សួរថាតើលោកពូដែលជាប្អូនទី2របស់លោកបណ្ឌិតកែមលីតើលោកពូមានបងប្អូនបង្កើតបាទទាំងអស់ប្រហែលអ្នកដែរលោកពូសូមរៀបរាប់តាំងពីឆ្នាំ1975យកយើងនៅតូចណាបាទអញ្ចឹងកាលពី75រហូតមកគឺយើងមានបង4នាក់បាទក្នុងនោះមានបរិសុទ្ធប្រមាណហើយស្ត្រីប្រមាណដែរលោកពូក្នុងនោះមានបរិសុទ្ធ3នាក់ស្ត្រីប៉ុន្តែឥឡូវនៅជុំរួមគ្នាសុខដុមរមនាជាមួយនឹងគ្រួសារទេលោកពូឥឡូវនេះគឺនៅសល់តែ2នាក់បាទនៅសល់តែ2នាក់ទេនៅសល់តែបងស្រីដំបូងហើយនឹងយកប្រពន្ធទី3របស់ស្រីបាទបាទអញ្ចឹងខ្ញុំចង់សួរប្រវត្តិបន្តិចចំពោះលោកបណ្ឌិតកែមលីក៏ដូចជាក្នុងនាមបងគឺជាសាច់ឈាមជាប្អូនបង្កើតខ្ញុំចង់សួរថាឪពុករបស់លោកបណ្ឌិតកែមលីឪពុករបស់បងផ្ទាល់នោះគឺឈ្មោះអ្វីដែរបាទឪពុកខ្ញុំឈ្មោះកែមពីបុលបាទហើយគាត់មានគ្រូបង្រៀនជាគ្រូបង្រៀនបាទតាំងពីសម័យណាដែរឆ្នាំហើយដល់ទល់នឹងថ្ងៃដែលខ្ញុំសម្ភាសន៍នេះគឺថ្ងៃទី19នេះបាទហើយគាត់គឺខ្ញុំចាំពីបាទហើយឆ្នាំតែពេលបន្តទៅនេះហើយខ្ញុំទុំ8ជាងប៉ុន្តែខ្ញុំបានសុំទុំថាគាត់នៅក្នុងរមនាគាត់ស្លាប់ឆ្នាំគាត់កាន់ជើងច្រត់ហើយមកគោរពបាទគេថាមកដូចថាមកអុជធូបគេថាអង្គុយនៅមុខសពលោនកែមលីហ្នឹងគាត់មានឈ្មោះអ្វីណាម្ដាយបងម្ដាយខ្ញុំឈ្មោះភពសេភពសេបាទគាត់មានអាយុប្រហែលឆ្នាំដែរគាត់មានអាយុ77បាទគាត់មានតួនាទីមុខងារជាអ្វីដែរបច្ចុប្បន្ននេះគាត់តាមពិតទៅគាត់តាំងពីតូចមកគឺគាត់ជាកសិកររហូតមកដល់ពេលនេះក៏គាត់ជាកសិករបាទបងមានបងប្អូនបង្កើតទាំងអស់ចំនួនប្រហែល4នាក់បាទ4នាក់ប៉ុន្តែឥឡូវបាត់បង់ជីវិតនៅជុំបាត់បង់លោកកែមលីមួយឬក៏មានអ្នកណាស្ដីបងប្អូនអ្នកស្លាប់ក្នុងឆ្នាំ1978ឈ្មោះអ្វីដែរបាទឈ្មោះកែមវាសនាស្រីក៏ប្រុសកែមវាសនាបាទគាត់មានមុខរបរអ្វីដែរទូនីតិគាត់ប្រុសខ្ញុំបាទស្លាប់បាទគាត់178នៅតូចបាទនៅតូចបាទហើយចុះចំណែកបន្ត
តបមកទៀតហើយលោកបណ្ឌិតកែមលីគឺជាកូនទីប្រមាណ គាត់ជាទី2 ជាកូនទី2បាទហើយសម្រាប់បងគឺជាកូនទី3ជាកូនទី3ឈ្មោះថាកែមរឹតពិសិដ្ឋដល់ពេលបាត់បង់ជីវិតមួយទៅគឺថាឥឡូវទៅទីប្អូនទី2វិញហើយទីប្អូនទី2របស់លោកកែមលីវិញបាទចុះចំណែកបងស្រីឈ្មោះអ្វីដែរ បង កែមថាវីអត់រកថ្ងៃគាត់នៅទីក្រុងភ្នំពេញទេគាត់នៅប្រទេសណា គាត់នៅខេត្ត គាត់នៅខេត្តតាកែវទាំងអស់គាត់នៅក្នុងឆ្នាំ គាត់ចាំថារោងហើយថាជាសន្តិភាពបាទនឹងបាទសម្រាប់បងស្រុកកំណើតរបស់លោកបណ្ឌិតកែមលីតើគាត់ស្ថិតនៅក្នុងខេត្តណានៅក្នុងស្រុកណាភូមិឃុំណាដែរបាទ លោកបណ្ឌិតកែមលីគឺនៅស្រុកយើងនិយាយពីភូមិអង្គតាកុកភូមិអង្គតាកុក ភូមិអង្គតាកុក ភូមិលាយបូ ភូមិ លាយបូ ស្រុកត្រាំកក់ខេត្តតាកែវបាទហើយខ្ញុំបាទក៏សូមអភ័យទោសផងខ្ញុំបាទក៏ចង់ដឹងរឿងរ៉ាវបន្តិចទៀតចង់សួរថាតើក្នុងនាមបងគឺជាប្អូនមកកើតរបស់លោកបណ្ឌិតកែមលីតើអត្តចរិតរបស់លោកបណ្ឌិតកែមលីតាំងពីកុមារភាពមកគាត់ជួយចិត្តធ្វើអ្វីសម្រាប់កិច្ចការដែលបងធ្លាប់ឃើញប្រកបអត្តចរិតគាត់យ៉ាងដូចម្ដេចដែរផ្សាយតាក់ទងជាមួយនឹងក្រុមគ្រួសារក៏ដូចជាអ្នកជិតខាងជុំវិញភូមិផងលបងជាមួយហើយនឹងសង្គមមនុស្សទូទៅបាទ គាត់ចាប់តាំងពីឆ្នាំ1979គាត់ចូលរៀនប្រហែលជាឆ្នាំគាត់ដោយសារខ្ញុំអស់ទៅណាបាទគាត់ប្រហែលជាគាត់ចុះអាយុគាត់គឺមិនដូចអាយុប៉ុន្តែបាទព្រោះអាយុពិតរបស់គាត់គឺឆ្នាំ1960 ចូលរៀនគឺឆ្នាំ1900ហើយគាត់ដាក់គាត់ឆ្នាំ1970អាយុពិតអាយុដែលដាក់រៀនណាបាទ ប៉ុន្តែបើបន្ទល់បច្ចុប្បន្នដែលគាត់ទទួលមរណភាពដោយឃាតករដៃឆៅបាច់មហាចក្រដល់គាត់បំពេញតើឥឡូវនេះអាយុគាត់ពិតប្រាកដអាយុប្រហែល50ឆ្នាំចូល50ឆ្នាំចុះចំណែកបាទសូមរៀបរាប់អំពីជីវិតរបស់លោកបងប្រុសកែមលីរបស់បងបន្តទៀតបាទសូមបាទគាត់ចូលចិត្តធ្វើអ្វីដែរគាត់នៅពីតូចគឺចូលចិត្តរៀនហើយក្រៅពីរៀនគឺធ្វើស្រែចម្ការដូចគ្នាបាទប៉ុន្តែប្រស័យតាក់ទងជាមួយនឹងក្រុមគ្រួសារគាត់ដែលកំភោកមាត់លឺមាត់ឲ្យប្អូនឲ្យបងដែរទេអត្តចរិតគាត់ជុំវិញប្រស័យតាក់ទងជាមួយនឹងបងប្អូនបង្កើតក៏ដូចជាអ្នកជិតខាងក៏ដូចជាបញ្ហាសង្គមគាត់ពិតទៅគាត់ជាមនុស្សចម្លែកមានន័យថាគឺគាត់អត់មានដែលមានបញ្ហាជាមួយបងប្អូនឬមួយញាតិមិត្តណាទាំងអស់គឺគាត់ដឹងតែមានគេស្រឡាញ់ពីមុនដែលគាត់នៅរៀនគឺគាត់ចូលចិត្តជិះកង់យើងទៅហៅថាមីនីសូវៀតណាហើយចាស់គាត់ក៏មើលទៅថាចង់ឃើញគាត់ជិះកង់ព្រោះគាត់ជិះទៅរៀនគាត់ស្អាតណាអត់មានក្បាលពុកមានអីចឹងទៅគឺប្រជាជននៅស្រុកហ្នឹងចាស់គាត់សរសើរគាត់ណាហើយពីនេះគឺរៀនគឺការរៀនសូត្ររបស់គាត់គឺដូចយើងធម្មតាការរៀនគឺរៀនចាប់ចេះជាប៉ុន្តែសម្លដែលគាត់ចូលចិត្តដូចជាសម្លខ្មែរគាត់ចូលចិត្តសម្លអីជាងគេដែរចំពោះសម្លខ្ញុំគាត់ចាប់ប្រភេទកីឡាគាត់ចូលចិត្តកីឡាគាត់ចូលចិត្តបាល់ផ្ទះប៉ុន្តែមិនខ្លាំងទេគាត់ចូលចិត្តលេងប្រាតែដល់ពេលការដែលគាត់មិនទាន់បានរៀបការជាមួយនឹងឧត្តមពាក្យរបស់គាត់តើដល់ពេលគាត់នៅជុំបងប្អូនបងក៏នៅលាវហើយសម្រាប់លោកពូកែមលីក៏នៅលាវតើយប់ឡើងគាត់ចូលចិត្តធ្វើអ្វីអត្តចរិតរបស់ពូកែមលីបាទគាត់រៀនចូលចិត្តរៀនហើយគាត់ចូលចិត្តរៀនបាទសម្រាប់ម៉ែដែរចោលគេស្ដាប់បានទៅអត់លឺទាំងអស់ចោលបាទសូមអញ្ជើញបាទសូមអញ្ជើញលោកគ្រូអញ្ចឹងគឺគាត់រៀនមានន័យថាការងាររបស់គាត់គឺរៀនទី2គឺពេល
បាទក៏រៀនគឺក៏រៀនតែម្ដង គាត់រៀនហើយក្រៅពីរៀនគឺគាត់ធ្វើកិច្ចការគាត់ជួយឪពុកម្ដាយទីមួយគឺធ្វើខ្សែចំការអញ្ចឹងណាបាទធ្វើខ្សែចំការហើយនឹងកាលហ្នឹងគឺមានយើងគឺចំនួនឆ្នាំ8ជាងយើងមានចងស្ទូចបងប្អូនឡើងគឺបងប្អូនឡើងគឺខ្ញុំហើយនឹងគាត់ពីណាបងប្អូនទាំងឡើងចងយើងមានណាមុំមួយស្គាល់មុំនឹងគឺដាក់មានធ្វើជាដូចជាមកចឹងតែយើងមានអីយូរហើយយើងដាក់ច្រឡំពីក្រោមជាធៀងណាជាងរស់យើងចង់រាយទូចឹងទៅហើយខ្ញុំអ្នកជ្រោមនុយអញ្ចឹងណាបាទហើយបន្ទាប់ពីចង់ទូមកគឺតែខ្ញុំកាលហ្នឹងក៏រស់ស៊ីរួមបញ្ឆាវហើយនឹងយុវឆាអញ្ចឹងគឺបន្ទាប់ពីគាត់ភារកិច្ចគាត់ចង់ទូហ្នឹងមកម៉ោងជាប្រហែលជា5ជា6គាត់ភារកិច្ចជិះកង់ទៅផ្សារផ្សារហើយនឹងផ្ទះខ្ញុំហ្នឹងប្រហែលជា3គីឡូឯងអញ្ចឹងគាត់ទៅផ្សារទិញយើងហៅឲ្យទៅឆាវមានស្ដេចដកមានរឹតគៀងមានជីមានទាវមួយឆាអញ្ចឹងណាបាទភារកិច្ចគាត់គឺអញ្ចឹងហើយដល់ពេលគាត់រៀនទៅថ្នាក់ពូទៅខ្ញុំបន្តភារកិច្ចបាទចុះសម្រាប់លោកពូកែមរដ្ឋសិទ្ធិវិញលោកពូមានតួនាទីអ្វីដែរបច្ចុប្បន្ននេះលោកខ្ញុំបច្ចុប្បន្នគឺតួនាទីខ្ញុំខាង research ប៉ុន្តែខ្ញុំការងារ research នេះគឺខ្ញុំបានសម្រាប់ជា1ឆ្នាំជាងហើយបាទដោយសារពីមុនខ្ញុំធ្វើជាមួយគាត់យើងទទួលគម្រោងពីអង្គការគាត់គឺជាអ្នកទិញគម្រោងអញ្ចឹងណាបាទទិញបានគឺខ្ញុំមានធ្វើអញ្ចឹងទៅរហូតដល់ពីទិន្នន័យអីអញ្ចឹងគឺជូនទៅគាត់ទៅសេជាបាយការដើម្បីជូនទៅអង្គការវិញអញ្ចឹងណាបាទហើយរយៈពេល1ឆ្នាំជាងចុះ1ឆ្នាំកន្លះអញ្ចឹងណាបាទគាត់អត់សូវទទួលទេគម្រោងហ្នឹងគាត់អត់សូវទទួលគាត់ក៏មានកិច្ចទីមួយគាត់នាំយុវជនដើរមើលប្រទេសឈើគាត់នាំយុវជនដើរមើលព្រំដែនហើយជាពិសេសពីការងារចាំបាច់ហ្នឹងគាត់ទៅសរសេរបាយការណ៍ដែលគេហៅថាបាយការណ៍បែបគុណភាពណាបានគឺការសិក្សារបស់គាត់គឺបែបគុណភាពមានន័យថាយើងហៅថា quality តាម quality ហ្នឹងមានន័យថាយើងអត់ចាំបាច់ច្រើនទេហើយបើអត់ច្រើនចឹងគឺការងារអង្គការដែលចង់ដឹងពីវាតម្លៃរបស់អង្គការហ្នឹងគឺគេជួលទៅតាមបែប quality ហ្នឹងគឺអត់ចាំបាច់មានអ្នកជួយទេអញ្ចឹងគាត់ទៅសេយកគាត់ទៅ check បាយការណ៍នៅក្នុងអង្គការគេហើយគឺគាត់យកមកទៅសេបាទប៉ុន្តែបើធ្វើបែបគុណភាពផងហើយនឹងបរិមាណផងគឺត្រូវការខ្ញុំអញ្ចឹងណាគឺគម្រោងយើងត្រូវមានកម្រងត្រូវមានអីត្រូវរៀបចំនិស្សិតដើម្បីចុះទៅសួរពី3ថ្ងៃអញ្ចឹងមកដល់ហើយគាត់យើងទៅមកលោកសរុបផលបាទលោកពូតើលោកពូកែមលីគាត់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកដំភេយរបស់គាត់ដែលឈ្មោះប៊ូរចនានៅក្នុងឆ្នាំណាដែរលោកពូអាហ្នឹងខ្ញុំអត់បានចាំដែរអត់បានចាំបាទហើយខ្ញុំដូចទទួលព័ត៌មានថាលោកពូកែមលីដូចជាមានភរិយាមួយទៀតពាក្យចាមរាមតែជាការពិតទេគាត់មានភរិយាមួយឬក៏ពីរបាទជាពិតទៅគាត់មានភរិយាពីរភរិយាគាត់ដំបូងហ្នឹងគឺគាត់មានកូន2នាក់បាទស្រីមួយប្រុសមួយបាទភរិយាដំបូងគឺឈ្មោះអ្វីដែរបាទឈ្មោះមុំបាទហើយមានកូន2នាក់បាទស្រីមួយប្រុសមួយបាទប៉ុន្តែបច្ចុប្បន្នលើថានៅអូឡ িম্প ិកគាត់នៅខាងលិចអូឡ িম্প ិកបាទខាងលិចអូឡ িম্প ិកតើមានមុខរបរអ្វីដែរបាទគាត់គឺជាអ្នកដែលអីវ៉ាន់បោះដុំបាទអូដូចជាកៅអៅអីហ្នឹងប៉ុន្តែគាត់ថាប្រពន្ធហ្នឹងគឺដាច់គ្នានឹងវារាប់ឆ្នាំហើយបាទអូអញ្ចឹង20ឆ្នាំអញ្ចឹងណាមានន័យថាបានចែកផ្លូវគ្នាចង់20ឆ្នាំហើយវាទៅជាធម្មតាហើយបាទអូបាទធម្មតាទេអញ្ចឹងប្រុសម្នាក់វាភាគច្រើនវាច្រើនតែមានអញ្ចឹង
ទីមួយចឹងទៅវាអត់នេះគ្នា បាទអត់ចុះសម្រងទៅប៉ុន្តែបាននិយាយទៅគាត់មានគាត់ធ្លាប់មានប្រពន្ធមុនដែរប៉ុន្តែមិនមានចុងដើមទេ ចង់ដើមមែន ប៉ុន្តែបានលេងលះគ្នាហ្នឹងជាង20ឆ្នាំមកហើយ បាទ ហើយគេហ្នឹងក៏មានគ្រួសារទៀតដែរអូបាទអញ្ចឹងវាមិនអីជាធម្មតាទេ វាធម្មតាអាហ្នឹងធម្មតា បាទវាធម្មតាទេធម្មតា បើសិនជា មិនតែគាត់នៅតាក់ទងគ្នាណាអត់ដែលទេណា អត់ទេ បាទចុះដល់ពេលបុណ្យសពហ្នឹងប្រពន្ធដើមរបស់គាត់មានបានមកទេបាទមានសង្កេតឃើញគាត់មកទេ ខ្ញុំអត់បានឃើញព្រោះយើងមិនអាចនៅជាប់24ម៉ោងទេណា បាទ យើងអត់អាចនៅជាប់ បាទចុះកូនបង្កើតរបស់លោកបណ្ឌិតកែមលីដែលថាប្រពន្ធដើមគាត់ឈ្មោះសៃមុំហ្នឹងមានមកទេបង អត់បានឃើញដែរ អត់បានឃើញដែរបាទហេតុអ្វីបានគាត់អត់ឃើញតែម្ដងបងមិនបានឃើញឬក៏គាត់មកគិតថាគាត់មកចូលរួម អត់បានឃើញគឺការដែលមកឬមិនមកយើងអត់ហ៊ានសន្មតទេ បាទអត់ហ៊ានសន្មតទេបាទហើយអញ្ចឹងភរិយារបស់គាត់ក្រោយនេះគឺពោលតាប៊ូរចនាបាទតែមានកូន4នាក់ 4 នៅក្នុង 5នាក់នៅ ក្នុងពោះមួយទៀតបាទខ្ញុំចង់សួរចំណុចសំខាន់មិនថាមុននឹងគាត់ត្រូវឃាតករបាញ់ប្រហារហ្នឹងដែលបងធ្លាប់ធ្វើការជាមួយគាត់រាល់ថ្ងៃជា allergy ជារាល់ថ្ងៃហ្នឹងជាអចិន្ត្រៃយ៍ហ្នឹងគាត់ដែរបានផ្ដាំបងថាម៉េចដែរជីវិតរបស់គាត់ដែលគាត់ពិភាក្សាដើម្បីយកជីវិតគាត់តែងតែនិយាយថាវីសាសម្រាប់ប្រទេសកម្ពុជាយើងគឺថាបើគេឲ្យយើងទៅព្រៃសរជាប់គុកបើគេឲ្យយើងស្លាប់ហើយបើគេឲ្យយើងទៅនាប្រទេសខ្លួនដោយគាត់តែនិយាយថានៅជុំវិញគាត់សម្បូរទៅដោយខ្លាសម្បូរទៅដោយពស់វែកសម្បូរទៅដោយខ្លាលខិនតើគាត់ហាក់បីដូចជាដឹងជីវិតគាត់មុនហើយបានគាត់នៅតែធ្វើសម្រាប់គាត់ដែលបានប្រាប់បងកន្លងមកយ៉ាងម៉េចខ្លះទេបងកែមប៊ូរិទ្ធសិទ្ធ កែមរិទ្ធសិទ្ធ កែមរិទ្ធសិទ្ធបាទសុំជិះ ចំពោះសំណួរដែលអូនសួរហ្នឹងគឺខ្ញុំឆ្លើយទៅតាមការពិតទៅខ្ញុំអត់ដែលបានការនិយាយប្រាប់អីពីគាត់ទេប៉ុន្តែក៏ឆ្នាំ2013ហ្នឹងគឺ2013 2014អញ្ចឹងខ្ញុំជាប់យើងជិះឡានជាមួយគ្នា12អ្នកបងប្អូនអញ្ចឹងណា បាទ ហើយខ្ញុំស្ដាប់ការវិភាគរបស់គាត់នឹងកន្លងមកហ្នឹងគឺថាវាអាចខ្ញុំនិយាយថាយើងគឺមានការប៉ះពាល់អីអញ្ចឹងណាគឺខ្ញុំសួរគាត់ថាបងអត់ខ្លាចស្លាប់ទេអត់ខ្លាចទៀតទេគាត់ថាអត់ខ្លាចបើស្លាប់ដោយគេធ្វើឃាតអីហ្នឹងគឺគាត់អត់ខ្លាចប៉ុន្តែគាត់ខ្លាចតែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឬមួយក៏អីអញ្ចឹងណាអាហ្នឹងបាទអាហ្នឹងគាត់ធ្លាប់និយាយតែម្ដង អាហ្នឹងគឺសំណួរខ្ញុំមានតែមួយហ្នឹងឯងដែលខ្ញុំតាំងពីខ្ញុំធ្វើការជាមួយគាត់ស្និទ្ធស្នាលអីទៅកន្លែងណាក៏ទៅជាមួយគ្នាអីចឹងណាបាទរយៈពេល1ឆ្នាំជាងនេះគឺខ្ញុំអត់មានដែលបានទទួលអ្វីពីគាត់ហើយវាចេះវាចុះអត់ទេអត់មានទេ បាទអញ្ចឹងក្នុងនាមបងដែលជាប្អូនបង្កើតរបស់លោកកែមលីលោកបណ្ឌិតកែមលីហ្នឹងបងសួរសំណួរតែមួយថាអត់ខ្លាចស្លាប់តែម្ដង បាទគាត់អត់ខ្លាចស្លាប់ទេ ស្លាប់អ្វីដែលគាត់ខ្លាចស្លាប់គ្រោះថ្នាក់ចរាចរណ៍វិញ ចរអីទៅណា បាទប៉ុន្តែគាត់